សួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះយើងមក review ហើយនឹង testing ទៅលើម៉ូតូ Highland 125ដែលជាម៉ូតូតម្លើងនៅប្រទេសកម្ពុជារបស់យើងហើយម៉ូតូនេះគឺតម្លើងក្រុមហ៊ុន G Moto ថ្ងៃនេះយើងបានតស់ទៅលើផ្លូវក្នុងក្រុងផ្លូវក្រៅក្រុងហើយនឹងទីទៀតហ្នឹងយើងទៅតស់ក្នុងផ្លូវ off road ទី1ដែរអញ្ចឹងបើបងប្អូនចង់ដឹងថា performance វាមិនដែរអញ្ចឹងអាចមើលវីដេអូនេះអរគ្នាអរគុណអូខេអញ្ចឹងខ្ញុំនឹងមកនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំដែលខ្ញុំបានជិះម៉ូតូ Highland 125នេះអស់រយៈពេល2ថ្ងៃទាំងយើងទៅហើយទាំងមកវិញទៅលើស្ថានភាពផ្លូវក្នុងក្រុងផ្លូវក្រៅក្រុងផ្លូវក្នុងភូមិហើយនិងផ្លូវក្នុងព្រៃសម្រាប់ម៉ូតូ Highland 125នេះដែរជាម៉ូតូប្រើប៊ិចហើយធុងសាំងរបស់វាមានចំនួន2លីត្រសម្រាប់ការជិះសាកល្បងមួយទៀតដែរគឺយើងបានចាក់សាំងមួយពេញហើយចម្ងាយផ្លូវទៅមកគឺ250គីឡូម៉ែត្រគឺវាចំណាយអស់4លីត្រសម្រាប់កម្លាំងម៉ាស៊ីនវិញគឺ125សម្រាប់ខ្ញុំជិះផ្ទាល់គឺវាស្ទុះមែនតើស្ទុះជាងម៉ូតូធម្មតានៅពេលយើងដាក់លេខទៅគឺវាស្ទុះខ្លាំងអញ្ចឹងវាមានភាពងាយស្រួលនៅពេលយើងចុកផុងដល់ពេលយើងត្រូវការមួលលឿនគឺវាស្ទុះមែនតើគឺវា smooth មែនតើកន្លែងហ្នឹងហើយដូចអ្នកទាំងអស់គ្នាបានឃើញនៅវីដេអូហ្នឹងអញ្ចឹងគឺខ្ញុំដាក់អីវ៉ាន់បោះតង់គឺទៅច្រើនមែនតើមានទាំងតង់កៅអីសម្ភារៈដែលយើងត្រូវការប្រើប្រាស់ហ្នឹងអញ្ចឹងពេលយើងដាក់លើម៉ូតូហ្នឹងទៅគឺវាអត់មានគ្លីងឃ្លោងអត់មានវេគូតក្រោយអត់មានអីទេគឺជិះទៅដូចយើងជិះម៉ូតូមួយពីរនាក់អញ្ចឹងមានបញ្ហាទាំងអស់គឺវា smooth គឺវាធម្មតាមិនមានអារម្មណ៍ថាធ្ងន់អីទេវាធម្មតាហ្មងគឺវាស្រួលសម្រាប់បូមមុខក្រោយវិញគឺល្អគួរសមអាចទទួលយកបានវាមិនរឹងពេកក៏វាមិនទន់ពេកដែរអញ្ចឹងពេលយើងជិះត្រូវកលុកទៅអីគឺវា response បានល្អគឺវាទប់លំនឹងបានល្អមែនតើក៏ដូចគ្នាសម្រាប់ប្រាំងគឺវា smooth ល្អទាំងមុខទាំងក្រោយគឺខ្ញុំជិះក្នុងព្រៃគឺសប្បាយមែនតើគឺជិះហើយចាប់ smooth ល្អមែនតើហើយក៏ដូចជាភ្លើងក្នុងភ្លើងពេលខ្ញុំជិះនៅក្នុងព្រៃគឺភ្លើងវាសាច់ល្អភ្លឺល្អសឹងតែយើងមិនបាច់ប្រើភ្លើងបន្ថែមមកតែបើបងត្រូវការអាចចង់មកភ្លើងជាងហ្នឹងគឺអាចប្រើភ្លើងបន្ថែមដែលយើងអាចដាក់ខាងក្រៅបានប៉ុន្តែសម្រាប់ខ្ញុំភ្លើងផ្សេងវាមកប៉ុណ្ណឹងគឺភ្លឺល្អមែនតើបន្ទាប់ពីបានតេស្តម៉ូតូនេះអស់រយៈពេល1ថ្ងៃពេញតាំងពីព្រឹកដល់ស្មាននេះវិញយើងជិះតាំងពីភ្នំពេញរហូតដល់នេះហើយយើង off road បានខ្លះដែរអញ្ចឹងសម្រាប់ទៅរបស់ខ្ញុំហ្មង personal ណាម៉ូតូនេះគឺខ្ញុំ overall ខ្ញុំ rate ឲ្យ8លើក10ពីកម្លាំងទាំងភាពស្ទុះមួយទៅ smooth performance ល្អនេះជា personal opinionអរគុណសម្រាប់ការតាមដានវីដេអូមួយនេះដល់ទីបញ្ចប់ហើយពាក់ព័ន្ធនឹងបន្ថែមម៉ូតូមួយនេះគឺខ្ញុំដាក់នៅក្នុង description ហ្នឹងក៏អរគុណ